ជំរាបសួរលោកគ្រូជំរាបសួរលោកគ្រូទាំងអស់គ្នាបាទលោកគ្រូថ្ងៃនេះចង់ឲ្យលោកគ្រូបញ្ជាក់តិចតើសមាគមឱសថបុរាណកម្ពុជាបានប្រារព្ធពិធីអ្វីដែរសម្រាប់ថ្ងៃនេះសម្រាប់ជូនដល់សមាជិកក៏ដូចជាក្រុមប្រឹក្សារបស់យើងក៏ដូចជាប្រធានសាខានៅសាខាតាមកណ្ដាលខេត្តដែរបាទអរគុណបងអូនថ្ងៃនេះសមាគមគ្រូឱសថបុរាណបានរៀបចំពិធីប្រកាសនៅសុពលភាពទទួលស្គាល់ដល់សមាជិកក្រុមប្រឹក្សាវិបាលរបស់សមាគមនិងទទួលស្គាល់ដល់ប្រធាននិងអនុប្រធានសាខាតាមខេត្តក៏ដូចជាទទួលស្គាល់ក្រុមប្រឹក្សាទីប្រឹក្សារបស់សមាគមគោលបំណងសំខាន់គឺយើងធ្វើពិធីនេះដោយសារយើងយោងទៅតាមមហាសន្និបាតបាទកាលពីលើកមុនហើយយើងមានរចនាសម្ព័ន្ធដឹកនាំអញ្ចឹងបានយើងរៀបចំពិធីនេះឡើងដើម្បីប្រគល់នៅសេចក្តីសម្រេចជូនទៅដល់គាត់ដើម្បីឲ្យគាត់រៀបចំក្នុងការដឹកនាំនៅក្នុងសមាគមជាមួយយើងទាំងអស់គ្នាបាទអ្វីដែលជាគោលបំណងក៏ដូចជាឆន្ទៈរបស់សមាគមផងដែរសម្រាប់កម្មវិធីនេះបាទគោលបំណងសំខាន់គឺពង្រឹងនៅសមត្ថភាពដល់គ្រូបុរាណពង្រឹងនៅចង់និយាយថាយើងលើកទឹកចិត្តដល់គ្រូបុរាណឲ្យរួមគ្នាធ្វើការដើម្បីសមាគមរបស់យើងទី1ទី2យើងចង់រំលែកនៅបទពិសោធន៍ដល់គាត់ហើយក៏ដូចជាដល់ប្រជាពលរដ្ឋឲ្យគាត់បានដឹងថាយើងមានសមាគមគ្រូឱសថបុរាណកម្ពុជាកន្លងមកនេះគាត់គ្រាន់តែបានដឹងហើយដឹងដូចអត់ច្បាស់អញ្ចឹងបានយើងចេះតែបង្ហាញទៅដល់គាត់ឲ្យគាត់ដឹងថាយើងមានសមាគមគ្រូឱសថបុរាណកម្ពុជាបាទអរគុណចាំមានន័យថាកម្មវិធីនេះក៏ដូចជាប្រកាសផ្លូវការដល់សមាជិករបស់យើងក៏ដូចជាមួយទៀតគឺប្រកាសថាសមាគមគឺបានជាសមាគមដែលទទួលបានសិទ្ធិផ្លូវការពីក្រសួងមហាផ្ទៃផងដែរពីរដ្ឋាភិបាលផងដែរបាទនេះជារឿងពិតក្រោយពីយើងធ្វើមហាសន្និបាតរួចហើយយើងបានដាក់សំណើសុំការទទួលស្គាល់ពីក្រសួងមហាផ្ទៃដោយសារនៅពេលដែលយើងបានហើយក៏ប៉ុន្តែដោយសារស្រុកទេសយើងមានបញ្ហាបន្តិចពាក់ព័ន្ធនឹងបញ្ហាព្រំដែនគឺយើងអខានអត់ទាន់បានប្រកាសសុពលភាពនេះអញ្ចឹងថ្ងៃនេះយើងបានន័យថាយើងអាចធ្វើបានបាទយើងអាចធ្វើបានបាទយើងរៀបចំកម្មវិធីនេះឡើងបាទអរគុណបាទកន្លងមកសមាគមបានជួបបញ្ហាក៏ដូចជាឧបសគ្គអ្វីទេមុនដែលយើងបានសម្រេចការទទួលស្គាល់ពីក្រសួងមហាផ្ទៃក៏ដូចជាការជ្រោមជ្រែងកន្លងមកពីក្រសួងសុខាភិបាលផងដែរសម្រាប់ជួបបញ្ហាយើងជួបច្រើនមែនទែនបាទយើងដឹងទាំងអស់គ្នាថាវិស័យឱសថបុរាណបានន័យថាញ៉ាំចូលពោះហើយបញ្ចេញចោលវិញដូចថ្នាំពេទ្យចឹងអញ្ចឹងពាក់ព័ន្ធនឹងការព្យាបាលនេះគឺវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពឬក៏ព្យាបាលសុខភាពអញ្ចឹងចំណុចកន្លែងនេះហើយបានក្រសួងសុខាភិបាលបាទដែលជាក្រសួងមានសមត្ថកិច្ចនៅលើបញ្ហាសុខភាពនេះគាត់មើលពីលើបានន័យថាក្នុងនោះមានគ្រូពេទ្យសម័យហើយនឹងមានគ្រូបុរាណក៏ប៉ុន្តែគ្រូបុរាណនេះគាត់គ្រាន់តែផ្ដល់ឲ្យពួកយើងមានច្បាប់ទម្លាប់ប៉ុណ្ណឹងឯងចង់និយាយថានៅពេលដែលយើងរៀនចប់យើងមានវិញ្ញាបនបត្រមួយដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលអញ្ចឹងនៅពេលដែលយើងមានវិញ្ញាបនបត្រនេះគឺយើងសូមបើកអគារលក់ឱសថបុរាណបានបាទអញ្ចឹងក្រសួងសុខាភិបាលលោកបំពេញបានន័យថាទៅតាមផ្លូវច្បាប់តាមរយៈដែលយើងមានវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាលនេះក៏ប៉ុន្តែជាបញ្ហាមួយសម្រាប់សមាគមយើងកន្លងមកសម្រាប់គ្រូឱសថបុរាណកន្លងមកនេះយើងធ្វើការផ្សព្វផ្សាយអ្វីដែលយើងមានជាពិសេសឱសថបុរាណហ្នឹងអត់បានបាទដោយសារក្រសួងសុខាភិបាលគាត់មិនអោយមូលហេតុដែលមិនអោយវាមានហេតុផលរាំងស្ទះតាមរយៈច្បាប់បានចង្អុលបង្ហាញថានៅពេលដែលយើងធ្វើការផ្សព្វផ្សាយបានលុះត្រាតែឱសថបុរាណនឹងបានចុះបញ្ជីបានន័យថាបានចុះបញ្ជីការនៅក្រសួងសុខាភិបាលអញ្ចឹងដើម្បីចុះបញ្ជីបានលុះត្រាតែឱសថនឹងអនុញ្ញាតដោយក្រសួងសុខាភិបាលមានរោងចក្រផលិតឱសថបុរាណហ្នឹងត្រូវមានរោងចក្របាទត្រូវមានរោងចក្រទៀតអញ្ចឹងបានយើងអត់ចុះបញ្ជីការបានបាទយើងឃើញថាលំហូរចូលពីឱសថបុរាណចិនលំហូរចូលផលិតផលពីក្រៅប្រទេសផ្សេងច្រើនណាស់បច្ចុប្បន្នហ្នឹងដោយសារអីខ្ញុំបានសួរទៅអ្នកជំនាញខាងសុខាភិបាលដែរថាមិនក៏ទទួលផលិតផលដែលពីក្រៅប្រទេសមកគាត់ណែនាំយើងប្រាប់ថាដោយសារនៅខាងនេះមានក្រុមហ៊ុនច្បាស់លាស់ទទួលស្គាល់ដោយរដ្ឋអញ្ចឹងហើយគាត់បានទៅនាំថ្នាំឬក៏ផលិតផលពីខាងក្រៅដោយសារគាត់មានច្បាប់ទម្លាប់ត្រឹមត្រូវក្រសួងសុខាភិបាលខាងសម័យប្រទេសនោះគេទទួលស្គាល់អញ្ចឹងផលិតផលនឹងអាចនាំចូលបានហើយខ្ញុំមានការសោកស្ដាយដែរឱសថបុរាណចិនលំហូរចូលដល់ស្រុកខ្មែរ
ច្រើនមែនទេបាទអសត់បារាណចិត្តក៏លក់ដាច់ដែរក៏ប៉ុន្តែអាភ័ព្វអីអសត់បារាណយើងផ្សព្វផ្សាយអត់បានរហូតដល់សប្តាហ៍ថ្ងៃនេះគ្រូបុរាណដែលគាត់មានច្បាប់ទម្លាប់ហ្នឹងបានន័យថាគាត់មានច្បាប់បើកមានអាជ្ញាប័ណ្ណបាទមានអត់ទេអត់មានអាជ្ញាប័ណ្ណទេអាជ្ញាប័ណ្ណបែរថាចុះបញ្ជីគឺអានេះគ្រាន់តែមានវិញ្ញាបនបត្រសុំបើកអាគារលក់អសត់បារាណបាទអញ្ចឹងក្រសួងឲ្យអានឹងក្រសួងឲ្យតែយើងមានវិញ្ញាបនបត្រក៏ប៉ុន្តែគ្រាន់ថាយើងមានមែនយើងផលិតបានថ្នាំល្អមែនក៏ប៉ុន្តែយើងអាចផ្សព្វផ្សាយបានដើម្បីផ្សព្វផ្សាយបានលុះត្រាតែមាននីតិវិធីបែបបាញ់នេះដល់អញ្ចឹងធ្វើឲ្យពួកខ្ញុំនេះរកទទួលទានអត់បានតាមរយៈអសត់បារាណគ្រូបុរាណខ្លះដែលគាត់ពិបាកក្នុងការសុំទៅក្រសួងសុខាភិបាលគឺសុំអត់បានតាមរយៈមិញនេះដែលខ្ញុំនិយាយមិញនេះទី1ច្បាប់ទី2អនុក្រឹត្យទី3ប្រកាសគឺចងពួកខ្ញុំជាប់មកបាទចងពួកខ្ញុំជាប់មិនអាចធ្វើអីកើតតែម្ដងជាហេតុធ្វើឲ្យលោកគ្រូសម្រាប់ខ្លះត្រូវបរាជ័យទៅឈប់តែម្ដងឬយ៉ាងណាបាទរាល់ថ្ងៃនេះគាត់ពិបាកមែនទែនជាចុងក្រោយលោកគ្រូមានអីសំណូមពរទៅដល់ក្រសួងសុខាភិបាលក៏ដូចជាមហាជនជាពិសេសទៅដល់ប្រមុខរដ្ឋាភិបាលផងដែរឲ្យជួយគ្រប់គ្រងទៅដល់សមាគមអសត់បារាណកម្ពុជាបាទខ្ញុំសូមដោយទទូចហ្មងសូមឲ្យក្រសួងសុខាភិបាលលោកគ្រប់គ្រងអសត់បារាណខ្មែររបស់យើងផងបាទហើយបើសិនជាអត់គ្រប់គ្រងទេខ្ញុំសម្រាប់ខ្ញុំគ្រូបុរាណនេះខ្ញុំខ្មាស់គ្រូបុរាណនៅជិតខាងហើយបច្ចុប្បន្ននេះយើងដឹងទាំងអស់គ្នាថាអសត់បារាណចិនលំហូរពេញផ្ទៃប្រទេសបាទគេលក់មកទៅហឹងក៏ប៉ុន្តែអសត់បារាណយើងអត់ត្រូវបានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលជួយគ្រប់គ្រងបាទដល់អញ្ចឹងធ្វើឲ្យពួកខ្ញុំនេះល្ងាមែនតើរាល់ថ្ងៃនេះបាទល្ងាមែនតើបាទអញ្ចឹងសូមលោកគ្រូពេទ្យបាទរាជរដ្ឋាភិបាលជួយគ្រប់គ្រងបាទជួយគ្រប់គ្រងវិស័យអសត់បារាណព្រោះប្រកបក្នុងការរើសអើងទៅវិស័យថ្នាំបារាណខ្មែរយើងបាទអរគុណច្រើនលោកគ្រូដែលបានផ្ដល់កិច្ចសម្ភារក្បោះក្បាលជាពិសេសក្នុងកម្មវិធីថ្ងៃនេះផងដែរជូនពរដល់សមាគមក៏ដូចជាលោកគ្រូជោគជ័យផងដែរអរគុណច្រើនជំរាបលាលោកគ្រូ